chơi mà sầm à tiền lịch dung sầm à tiền bao sầm bao sầm án không cũng bảy đó nhiệt nhưng mà thích hàn là cái hải sản rồng rè làm nó là thích hàn mà việc chọn hàn ấy xây mà sầm à tiền bao sầm sờ rồi bao sầm sờ đấy rồi từ chia bom bàn mày mình nên trầm tệ chia xây là bàn mày thế cho được nông nên khăm mạng bàn mày thế rồi chia xây vía cha nơi cao một cơn mà tiền tầm óc kia tới sờ bài cả dân phạm rồi đâm luôn là sờ bài đã dân công khai tục chỉ mong khai liền ọt mình bàn ấy tới liền mấy bên tập tu tiền tất cả mà cài tới thấy về ọt mình bài tròn đi thì pro riêng tập tu tiền bài ngày tròn nó như còn nọt đằng thả nằm ngày nó như mình slap nằm ọt đi còn nọt để hơi chẳng tới tôi chỉ liền từ nãy tôi về ọt ngọt này còn nọt chẳng tới vô nè thì lên là rồi thì lên để về cho chuẩn bị nắm việc chơi để tiền chẳng ai dân vừa chơi thì lấy họ nắm thì lấy nắm thì lấy sao vậy được là người để dân mặt mình bán nó thì cầm lăng kia được sao vậy đã đôi sạch và ông tràn priệt từ sạch từ chi cái này chuẩn bị nằm vua không tam vừa sai tam đây miền lộc tất miền tua miền ấy nó rơi luôn mình đuôi phong vua nó thôi là miền khăn sợi tịch nè chăm bạch như vậy với đôi từ chùm non vua trên chùm non trọt chùm non sai phù đó làm vậy ao sạch thì chiết nó người ta cắt người ta đặt cho mấy được sai cái tròn tiện tầm đây chọn sạch thì chiết tôi mỗi và phần cỏ đây ở Việt Nam trong tình trạng khơi thả chùm non năm thôi dân phải nói chặt bàn ấy đòi tới chùm non mòm tiệt nó chùm non mòm không chỉ vật bao giờ được bari sạch riêng đấy có che tam riêng tầm tay đòi tới một rất tạ được bác khơi tam một rất tạ được bác vậy chùm non mòm ấy chùm ở nó đôi chỉ riêng dân là sao to có được xa lấy nó vì mình nên tới các bác chứ bác quơ ca mình chăm thế ấy là thế rồi có đang được thà ca đều chùm non đây là nông ca một cân đều việc lọp đó anh nên việc thôi rồi mua tại một bòi giặt dân rồi mà tiên là bao sao được sớ có đặt bàn mà tê là bao sập mình chân tay bằng cái rực quơ về nó mòm tòm nó rồi cầm chăm tệ ấy rồi cả mà kia bị mẹ nó đặt bàn sẽ nhau chỉ nhẹ cầm chăm tệ cầm mà kia nó sáng nó rồi nòng mòm được rồiแต่ออบรมสมถะวิปัสสนาคลังคลาเปรียบtừនឹងសត្វខ្លាំងជាងតម្រៃទេណាតម្រៃនៅជាប់ទេហ្នឹងតែលកម្លាំងលោកបតរៈត្រឹមសោតតាបតមៈសកតេគេមានអីផ្ដាច់មានបានអស់ហើយណានៅជាប់នៅជាប់នៅឡើយដែរទេប៉ុន្តែនឹងអស់ណាព្រះរាជបុគ្គលដល់អាណាគេនេះអ្នកកើតឡើងអស់អញ្ចឹងហើយយ៉ាងទៀតញាតិញោមកុំឲ្យគិតឃើញស្រាលថាឲ្យចំំកំក្នុងសិល5ទៅហើយយើងអត់ទៅសារកោសឹកចឹងឯងចឹងព្រោះមនុស្សយើងតែងតែកំស្រួលនៅអំពើរបស់ខ្លួនដែលខ្លួនមិនបានរក្សាកោសឹកហ្នឹងក៏គិតឃើញថាឲ្យតែបានសិល5ហ្នឹងមមកំគ្រឹះហ្នឹងល្អលេខ1វាល្អមែនតែតាមសិល5ហ្នឹងវាល្អណាស់ឲ្យទៅជាប់សិល5ប៉ុន្តែវាមិនមែនថាឧបោសថសិលហ្នឹងគ្រាន់តែលើសិល5អីបន្តិចបន្តួចមិនមែនទេណាជានៃកម្មសិលដើម្បីសម្រួមដើម្បីឲ្យយើងនឹងចុះហាត់ក្រេបជញ្ជក់នៅទីពឹង
ចំពោះព្រះធម៌ជាខាងក្នុងចិត្តកុំឲ្យយើងចេះតែពឹងជាមួយនឹងកាមគុណជារបស់ខាងក្រៅធ្វើឲ្យយើងស្គាល់រសជាតិនៃវិវេកណារស់នៅជាមួយនឹងព្រះធម៌ច្រើនទៀតក្នុងចិត្តសន្តានព្រោះយើងនឹងបានប្រត់ប្រាស់ពីរបស់ខាងក្រៅហ្នឹងទៅដែលមនុស្សយើងដល់ច្រើនក្នុងលោកនេះពឹងសេចក្តីសុខតែជាមួយនឹងវត្ថុខាងក្រៅកាមគុណណាហើយរបស់ទាំងអស់ហ្នឹងយើងពិនិត្យមើលវាមានស្អីជាទីរំពឹងវានឹងត្រូវប្រត់ប្រាស់វានឹងត្រូវប្រែប្រួលរបស់ទាំងអស់វាជាសាធារណៈដល់ភ្លើងឆេះទឹកលិចដល់ការវិនិច្ឆ័យវិន័យបញ្ជួលដីបាក់បែកទឹកទីចោលលួចចោលប្លន់អ្នកធំរឹបអុកបើមិនវិនិច្ឆ័យទៅមុនយើងក៏យើងស្លាប់ចោលដូច្នេះយើងរងវិវេកធម៌រកភាពស្ងប់ស្ងាត់សេចក្តីត្រជាក់ដោយព្រះធម៌ហ្នឹងជាគ្រឿងត្រជាក់ចិត្តណាយើងត្រូវតែជឿព្រះធម៌ដោយការបប្រតិបត្តិព្រះធម៌អត់មានអ្នកណាបង្ខំទេប៉ុន្តែយើងបប្រតិបត្តិមើលទៅចឹងជាងកាលយើងកុំចិត្តតែមើលអ្នកដទៃឃើញគាត់សមាធិទានដល់សកសិលហើយវាមិនឃើញទៅជាស្អីអាហ្នឹងរឿងអ្នកដទៃវាមានកិលេសជាគ្រឿងរារាំងច្រើនទៀតប៉ុន្តែយើងជឿព្រះធម៌កុំយកបុគ្គលដទៃមកជាគ្រឿងរារាំងការបប្រតិបត្តិរបស់យើងព្រោះអ្នកដទៃវាជាបុគ្គលយ៉ាងតែព្រះធម៌យើងបដិបត្តិដោយខ្លួនយើងដើរដោយខ្លួនយើងទៀតអ្នកដទៃដែលអាចមានហេតុមានបច្ច័យមានការទន់ខ្សោយណាផ្សេងទៀតមានការខ្វះខាតសមត្ថភាពផ្សេងទៀតហើយយើងមើលទៅគ្រាន់តែដឹងហ្នឹងក៏ទៅសាបោសុទ្ធសិលវាមិនឃើញស្អីទៅឯណាផងនៅតែរញីរញ៉ៃនៅតែជេរកូនជេរចៅនៅតែប្រព្រឹត្តមិនសមរម្យអីចឹងទៅអាហ្នឹងវាអាចធ្វើឲ្យយើងមិនជ្រះថ្លាដោយសារយើងមើលអ្នកដទៃហើយយើងពិនិត្យមើលធម៌ហើយពឹងសមត្ថភាពរបស់យើងចឹងណាអាហ្នឹងពិសោធន៍ដោយខ្លួនឯងណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងចឹងអំពីសម្បត្តិក្នុងមនុស្សលោករតនៈ7ប្រការប្រៀបទៅនឹងផ្កាយឯងព្រះពេញមេឃតែពន្លឺច័ន្ទប្រចាំមួយដួងពេញវងយ៉ាងណាមិញចំពោះសម្បត្តិមនុស្សទាំងឡាយកាមគុណជារបស់មនុស្សហ្នឹងដូចផ្កាយទេសំបីជាសម្បត្តិរចៈកពតត្រាធិរាជណែឧបោសថសិលដូចជាប្រចាំណាចឹងដូចទៅបានព្រះអង្គសម្ដែងអំពីអាយុក្នុងទេវលោកភាពជាសុខបើតែយើងរក្សាឧបោសថសិលមិនបានហ្នឹងមកអំពីយើងជាប់នឹងកាមគុណហ្នឹងណាហើយដល់ទៅព្រះអង្គសម្ដែងពីទេវលោកអាយុក្នុងទេវលោកកាមគុណជាទឹកហើយមិនមែនអត់ព្រះធម៌ទេនៅទេវលោកសប្តាហ៍ថ្ងៃហ្នឹងមានព្រះអរិយបុគ្គលមានព្រះអិនមានប្រព្រំមានទេវបុត្រសម្ដែងព្រះធម៌ហ្នឹងមិនមែនថាឲ្យយើងទៅជាប់ជំពាក់អីក្នុងភពទេតែគ្រាន់តែសម្ដែងបញ្ជាក់ឲ្យឃើញថាអ្វីវាសម្រេចដោយអំពើដែលយើងប្រព្រឹត្តធ្វើយើងលះជាលំដាប់កុំឲ្យខាងនិយាយអញ្ចឹងទៅនាំឲ្យជាប់ជំពាក់នឹងឋានសួគ៌ចាដែលខ្លួនឯងជាប់ជំពាក់នឹងកាមគុណជារបស់មនុស្សផងមិនបាច់និយាយដល់ទៅឋានសួគ៌ទេកាមគុណចិត្តទឹកសូម្បីតែរបស់មនុស្សដែលកើតមកលំបាកលំបិនច្រើនអាយុក៏តិចហើយមិនអាចយកទៅប្រៀបអីនឹងកាមគុណក្នុងទេវលោកទេណាកាមគុណជារបស់មនុស្សនេះយើងគង់ជាប់ជំពាក់ទៅហើយចាំបាច់និយាយធ្វើដល់ទៅទេវលោកហើយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនេះគ្រាន់តែចង់បញ្ជាក់អំពីរឿងច្បាប់កម្មផលទេវានៅក្នុងអំពើកម្មនោះវាជាពូជនៃទេវលោកនោះដែលជាសេចក្តីសុខដ៏លើសមកពីអីមកពីក្នុងឧបោសថសិលហ្នឹងចេតនាឧបោសថហ្នឹងគឺសម្បូរទៅដោយកាមគុណជាទឹកទាំងសម្បូរទៅដោយកាមគុណកាមសុខហ្នឹង
បានជារួមលះកាមគុណជារបស់មនុស្សត្រឹមតែមួយថ្ងៃមួយយប់មកអំពីតួចេតនាក្នុងឧបោសថសិលក្នុងសិក្ខាបទនេះដូចជាវាចាអព្រាមការប្រព្រឹត្តទៅធម៌មិនប្រសើរក្នុងសិក្ខាបទទី3ហ្នឹងមិនមែនតែវាចាការប្រព្រឹត្តខុសក្នុងកាមទេវាចានៅមេខនធម៌នឹងថែមទៀតបានន័យថាក្នុងចេតនាហ្នឹងវាសម្បូរទៅវាសម្បូរទៅដោយទូសុខសម្បូរទៅដោយកាមគុណណាបានជាត្រូវលះបង់វាចាហ្នឹងទៅគឺថាតែកាលណាយើងឲ្យអីគេយើងវាចាអីក្នុងចេតនាឬសម្បូរហ្នឹងដែលប្រព្រឹត្តទៅនៅក្នុងកាមោចរៈកុសលណាតួកម្មហ្នឹងវាអញ្ចឹងតែវាចាអាហារបរិភោគក្នុងវេលាវិកាលអីហ្នឹងតែចេតនាហ្នឹងវាសម្បូរអាហារចិត្តយ៉ាងណាទៅទាំងវាចានៅការប្រដាប់បច្ច័យតែស្អាងរាងកាយអីនេះតែចេតនាហ្នឹងវាសម្បូរទៅដោយគ្រឿងអលង្ការគ្រឿងប្រដាប់យ៉ាងណាអាការដែលវាចាកាមគុណហ្នឹងទៀតអាហ្នឹងនិយាយពីតួចេតនាកម្មហ្នឹងជាកម្មបច្ច័យហើយចំណែកឧបនិស្ស័យវាមិនប្រព្រឹត្តទៅដើម្បីជាប់ជំពាក់នឹងកាមគុណពីព្រោះយើងលះយើងវាចាហើយអាឧបនិស្ស័យហ្នឹងឯងទៀតដែលជាបុណ្យជាបារមីជានៃខមៈបារមីហ្នឹងយើងយល់អំពីរឿងចេតនាកម្មហ្នឹងហើយតែម្យ៉ាងជាកម្មបច្ច័យឲ្យមានផលវិបាកជាសោកចំពោះកម្មហ្នឹងជាបញ្ញកម្មគឺបុណ្យម្យ៉ាងទៀតជាឧបនិស្សយបច្ច័យទានុបនិស្ស័យសីឡូបនិស្ស័យភាវនូបនិស្ស័យក្នុងចិត្តសន្តានគឺបានន័យថាសន្សំសេចក្តីល្អក្នុងចិត្តសន្តានតទៅក្នុងសង្សារវដ្តដែលមិនទាន់បានដល់ទីបំផុតទុក្ខរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សល្អមានឧបនិស្ស័យល្អបពេចកតបញ្ញតាភិវៈជាអ្នកមានបុណ្យបានធ្វើទុកមកក្នុងកាលមុននោះនៅក្នុងចក្រធัวតែមកថាធัวដែលប្រៀបដូចជាកង់នាំឲ្យបានដល់នៅទិសដៅបានសម្រេចណានៅទិសដៅហើយក៏ចក្រធัวនឹងហើយក៏ជាមង្គលដ៏ឧត្តមទៀតជាវៈជាអ្នកមានបុណ្យបានធ្វើទុកមកចឹងកណ្ណាគុណចាស់ញាតិញោមសិស្សប្រុសទាំងអស់ក៏បានជ្រាបពីហេតុផលនៃជីវិតថ្ងៃស្អែកហ្នឹងសូមជើញញាតិញោមអធិដ្ឋានសមាទានបោសតសិលទៅដែលយើងដឹងហើយក្នុងសិល5ហ្នឹងហើយគ្រាន់តែថែមទៅទៀតវាចានៅមេធនធម៌នឹងក្នុងមួយថ្ងៃមួយយប់ហ្នឹងហើយអាហារបរិភោគហ្នឹងកុំឲ្យពោះពីថ្ងៃត្រង់ឬទៅការប្រដាប់កាក់តែងស្អាងរាងកាយណាកុំឲ្យពាក់ជៀនពាក់ខ្សែកអីណាដោះឲ្យអស់ក្នុងថ្ងៃបោសតហ្នឹងញាតិញោមខ្លះនៅគាត់ដូចជាធ្លាប់ដៃធ្លាប់អីគាត់មិនទេនៅចាំទៅសួរថាសមាធិសិលបោសតហ្នឹងហ្នឹងចាខ្ញុំសមាធិសិលប៉ុន្តែដៃគាត់នៅជាប់ជៀននៅឡើយពាក់ជៀនគាត់គិតថាមិនអីចឹងទៅណាវាទម្លាប់តែអាហ្នឹងគ្រឿងប្រដាប់កាយដែរតែអលង្ការអីទាំងអស់ហ្នឹងថ្ងៃបោសតជាងដោះទុកទៅចឹងណាឧបោសថសិលហ្នឹងវាជាគ្រឿងអលង្ការល្អជាងមាសពេជ្រនឹងឆ្ងាយណាហើយការច្រៀងដេញដំប្រគំកោតមើលល្បែងច្រៀងរំអីទាំងអស់ហ្នឹងក៏យើងវាហើយទីសេនាសនៈនោះណាហើយនៅស្រុកនេះគេមិនប្រើតួសម្លេងអីចឹងទេហើយយើងសម្រួមក៏ទៅតាមផ្លូវធម៌ហ្នឹងទៅព្រោះយើងត្រូវយល់ទឹកដែលឧបោសថហ្នឹងគឺវាចានៅរូបសម្លេងច្រើនរកខប់តែដែលបំណំឲ្យយើងជាប់ជំពាក់ចប់ស្រួលនោះណានឹងយើងយល់ពីទិសដៅអញ្ចឹងដើម្បីឲ្យឃើញប្រយោជន៍នៃឧបោសថសិល
ពីស្ដីគឺដើម្បីកាមសង្វរៈសម្រួមក្នុងកាមជាឧបនិស្ស័យទាំងសត្វលោកយើងនឹងលិចលង់ក្នុងសង្សារវដ្តនឹងដោយសារតែកាមគុណហ្នឹងណាដែលចិត្តតែទៅយើងនឹងដូចជាសត្វក្អែកឬខ្មាបរិភោគនៅសាកសពហ្នឹងដូចចិត្តតែទៅអត់គិតរកទីពំអត់គិតរកកោះរកត្រោយគិតតែសប្បាយនឹងសាកសពហ្នឹងដែលទៅដល់មហាសាគរហើយដល់ពេលរលួយវាលិចអស់ទៅរកអស់រកត្រោយមិនឃើញក៏លិចស្លាប់តែខ្លួនឯងដដែលហ្នឹងហើយថាបរិភោគឲ្យវាសប្បាយឲ្យវារស់ប៉ុន្តែដោយការភ្លេចខ្លួនមិនមើលកោះមិនមើលត្រោយហ្នឹងវាចូលទៅក្នុងមហាសាគរគឺសង្សារវដ្តហ្នឹងព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅប្រធัวអស់ទៅដល់អញ្ចឹងមិនដឹងជាត្រូវរកទីពឹងយ៉ាងណាហើយអ្វីយើងជ្រាបហើយថាជាតិនៃអត្តភាពនេះអត់មានបានអ្វីជារបស់ខ្លួនទេណាមួយថ្ងៃសម្រាប់ជីវិតយើងមានតម្លៃណាស់យើងមិនមែនគិតទៅពីរឿងកាមគុណឬក៏សម្បត្តិទ្រព្យទេយើងអាចធ្វើនៅការងារបច្ចៈទោសឲ្យជាប្រចាំអានឹងក្នុងសិល5ហើយក៏ត្រូវបន្ថែមទៅទៀតដែលអាចប្រព្រឹត្តទៅបានដូចជាបោសកសិលអញ្ចឹងណាអានឹងបានវាមិនខាតព្រោះយើងត្រូវបង់ខាតជីវិតយើងនឹងមួយថ្ងៃ24ម៉ោងទៀតអានឹងបង់ពួនឲ្យមច្ចរាជហើយទោះជាយើងរួមមានប្រាក់ទ្រព្យសម្បត្តិបានច្រើនមួយថ្ងៃនឹង$1000ក៏ដោយក៏$1000ហ្នឹងវាមិនមែនមានតម្លៃស្មើនឹងជីវិត24ម៉ោងទេជីវិតនឹងថ្លៃជាងទៅហើយបើយើងគិតទៅរឿងទ្រព្យសម្បត្តិយើងមកទៅខាតទៅជីវិតរបស់យើងហ្នឹងទ្រព្យសម្បត្តិវាអត់មានតម្លៃស្មើនឹងជីវិតទេជីវិតហ្នឹងថ្លៃពេកពុនណាទៅយើងគិតថាជីវិតរបស់យើងហ្នឹងមានតម្លៃប៉ុណ្ណាទៅអញ្ចឹងក្នុងមួយថ្ងៃដែលយើងត្រូវកាត់ឲ្យមច្ចរាជ24ម៉ោងកាត់ជីវិតរបស់យើងហើយយើងនៅសល់ប៉ុណ្ណាទៀតជីវិតហ្នឹងសម្រាប់រស់ហើយក្នុងមួយថ្ងៃដែលយើងបានកាត់ទៅឲ្យមច្ចរាជហ្នឹងតែយើងបានចំណេញអីណាហ្នឹងយើងអ្នកចំនួនយើងដឹងហើយយើងរត់ទទួលទានបងតាក់បងអីសពគ្រប់ចឹងទៅឲ្យនៅសល់ប្រាក់ចំណេញដាក់ធនាគាររឿងជីវិតរបស់យើងហ្នឹងវាត្រូវតែមានធនាគារបងណាយើងត្រូវបន្តការរស់ក្រោយពីស្លាប់នឹងឯងចឹងយើងកើតមកនេះយើងរស់ស៊ីជាមួយនឹងមច្ចរាជយើងដាក់ជីវិតឲ្យមច្ចរាជមួយថ្ងៃ24ម៉ោងតែយើងត្រូវធ្វើការងារដើម្បីយកចំណេញអំពីជីវិតនេះដល់យើងអ្នករត់ទទួលទានយើងជ្រាបទៅគ្រាន់តែគិតតាមនឹងចឹងទៅអ្វីដែលយើងអាចមានផលកម្រៃចំណេញយើងកុំខ្ជិលយើងកុំខ្លាចយើងចិត្តតែខ្លាចកិលេសក្នុងខ្លួនរបស់យើងហ្នឹងកិលេសហ្នឹងវាមិនបាននាំឲ្យយើងហ្នឹងបានជួបធម៌របស់ព្រះអរិយទេព្រោះកិលេសវាជាបពុរបស់មេណាបានហៅថាកិលេសសមេនោះចឹងយើងកុំចេះតែចាញ់កិលេសក្នុងខ្លួនហ្នឹងដែលវាចេះតែដឹកនាំឲ្យទៅរកនៅកាមគុណដែលជាអន្តៈរបស់មច្ចរាជណានឹងយើងមានឱកាសយកឈ្នះដូចជាការដែលយើងមានសិល5នេះនឹងប្រសើរហើយនឹងសូមសរសើរបានជាកល្យាណវត្ថុជនត្រឹមត្រូវសិក្សារៀនសូត្រសាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងហើយយើងមានដល់សតសិលទៀតទៅយើងបួសអត់បានណាខ្វះឧបនិស្ស័យឬក៏មានភេទជាស្រីអញ្ចឹងមិនអាចបួសជាភិក្ខុសាមណេរបានយើងឃើញទ្រាំលុយណៃនឹងជីវិតនឹងវត្តសង្សារយើងអាចបំពេញនៅបង្គសលឲ្យបានសម